តាព្រះអង្គនេះជាអ្វីដែលព្រះអង្គត្រូវការ الهل ال ព្រះអង្គនេះជាអ្វីដែរខ្ញុំក៏មិនដឹងដែរ តែដោយអ្វីនេះអាចលើបដំបងធំមានទម្ងន់ពាន់គីឡូបានឬព្រះអង្គកំពុងសើចលេងឬមិនដឹងអ្វីសោះយ៉ាងដូចម្ដេចដែរអ្នកទាំងអស់គ្នា អូwhat you look man man ព្រះអង្គកូនប្រសើរមែនទែន អ្នកនៅតែមានអ្វីចង់និយាយទៀតទេ មានកម្លាំងច្រើនមានប្រយោជន៍អ្វីតើមានពិធីវុទ្ធមិនល្អឬ យើងមានយោធាប្រកបធំវែង3លាននាក់ប្រទេសដាក្សារបស់អ្នកមានអ្វីទៅប្រឆាំងប្រទេសដាក្សារបស់អ្នកមានអ្វីទៅប្រឆាំង ហុបអាដាម៉ងអ្នកកំពុងឆ្លងកំណត់ហើយមិនត្រូវត្រឡប់ក្រោយទេ បាទ ព្រះក្សត្រប្រសាសហឹម សុំទោសច្រើនណាស់ធូបាដាម៉ុងក៏ធ្លាប់ធ្វើអាក្រក់ជាញឹកញាប់ប៉ុន្តែអ្វីដែលគាត់និយាយក៏មានហេតុផលដែរកម្លាំងយុទ្ធសាស្ត្រតែងតែផ្អែកលើការបំផ្លាញជាចម្បងមានតែអំណាចឥតគិតគូរតែជាមនុស្សឈួតមិនមានប្រាជ្ញាទេឆ្លងកំណត់ ព្រះនាងគូនស្រីតើអ្នកចង់បដិសេធមែនទេ ធ្វើបែបនេះម្ដងហើយម្ដងទៀតតើគិតថាប្រទេសដាក្សារបស់យើងគ្មានមនុស្សទេបុណ្យនេះគ្រាន់តែសាកល្បងបន្តិចប៉ុណ្ណោះមិនរាប់ជាការប្រកួតទេ ការប្រកួតជុំទី3នេះប្រធានបទនៅតែជាកម្លាំងកំ pl ែងដដែល ព្រះនាងប្រសិនបើកម្លាំងបំផ្លាញរបស់ខ្ញុំលើសមនុស្សព្រៃនោះទៀតអ្នកនៅមានហេតុផលអ្វីទៀតសម្រាប់បដិសេធ នេះជាសំណួរចុងក្រោយហើយបើអ្នកឈ្នះគ្រប់យ៉ាងនឹងធ្វើតាមអ្នកទាំងអស់ការសម្រេចចិត្តនេះក៏ពិបាកហើយកម្លាំងបំផ្លាញដែលបង្កើតបានតើអាចលើសពួកគេបានយ៉ាងដូចម្ដេច មែនហើយនេះមិនអាចប្រៀបធៀបបានទេ ត្រឹមត្រូវហើយនេះជាអក្សរពីមេឃធ្លាក់មកដាវកាត់មិនចេញភ្លើងឆេះក៏មិនរលាយតើអាចបំផ្លាញវាបានដូចម្ដេច មិនបើ តែខាតដ៏ធំដូចដៃសៀមយើងគិតថាជាប្រទេសលេខ1តើមិនខ្លាចការប្រកួតទេបើពិតជាយ៉ាងនេះមែននោះវានឹងរាប់ថាផ្នែកយើងដាច់វាយើងឈ្នះហើយ ល្អខ្ញុំមានកម្លាំងបំផ្លាញធំតើមានអ្វីពិបាកទេបំបែកបានតែបន្តិចបន្តួចហើយក៏អួតអាងខ្លួនឯងហើយគិតថាខ្លួនឯងសំខាន់ណាស់ទី2អ្នកមានផែនការអ្វីអ្នកមានផែនការអ្វី ឪពុកម្ចាស់ខ្ញុំមានវិធីធ្វើឲ្យដីនេះបែកជាបំណែកភ្លាមតែពួកគេនោះសូម្បីតែធ្វើបោកប្រាស់ក៏ធ្វើជាធម្មតាខ្ញុំគិតថាមិនចាំបាច់ប្រកួតបន្តទៀតទេ នេះជាការបញ្ចប់ចុងក្រោយប៉ុន្តែបើព្រះនាងនៅតែបដិសេធយើងដែរទាហាន5លាននាក់របស់យើងមិនព្រមទេ ព្រះអង្គនេះជាការបញ្ចប់ចុងក្រោយមែន ប្រាប់ពិធីរបស់អ្នកមក អ្នកនិយាយទៅ អ្នកជឿលើតបូឡូទេ ព្រះអង្គសម្ភារៈមកដល់ហើយ មានតែគ្មិននឹងសើប៉ុណ្ណឹងឬ ឪពុកម្ចាស់កូន មានរឿងអ្វីសូមរងចាំឲ្យបងធំរបស់អ្នកនិយាយចប់សិននាំមនុស្សមកជាក្រុមតែមិនមានប្រយោជន៍អីទេ ឪពុកម្ចាស់កូនមិនបរាជ័យទេដោយមានក្រឹមពីរយ៉ាងនេះកូនអាចបង្កើតវាហើយអាចបំបែកដេញធំនេះជា4ផ្នែកបាន ត្រឹមតែសម្ភារៈទាំងនេះអាចបំបែកដេញធំនេះជា4ផ្នែកបានឬ កូនស្រីសូមបើកភ្នែកឲ្យធំមើលឲ្យច្បាស់ឪពុកម្ចាស់តែវានេះមានអំណាចខ្លាំងណាស់យើងត្រូវផ្លាស់ទីទៅខាងក្រៅ ក្រុមអ្នកជនបទទាំងអស់នេះសូមឲ្យអ្នកទាំងអស់បានឃើញអ្វីដែលគេហៅថាបច្ចេកវិទ្យា យ៉ាងដូចម្ដេចដែរ
ថបូមីងយូតមិនមករហ័សមកកាន់ខ្ញុំដើម្បីច្របាច់ស្មានិងបុកខ្នោះឲ្យទេចាប់ផ្ដើមហើយ បីប្រកួតចាញ់អស់មនុស្សលេចធ្លោធ្វើឲ្យអ្នកខ្លាយជាមនុស្សស្នេហានេះជាវិធីដើម្បីទទួលបានស្នេហា ខ្ញុំជាកូនស្រីព្រះអង្គសុខចិត្តបំពេញកាតព្វកិច្ចតាមការភ្នាល់នេះតែរឿងនេះសំខាន់ណាស់ អាចឲ្យខ្ញុំត្រឡប់ទៅរាយការណ៍ឪពុកសិនម្សិលមិញមកបម្រើព្រះអង្គវិញបានទេច្បាស់ជាអាចតែប៉ុន្តែសម្លៀកបំពាក់នេះខ្ញុំមិនសូវចូលចិត្តទេថ្ងៃស្អែកពេលមកសុំបដូរសម្លៀកបំពាក់ឲ្យខ្ញុំមើលឲ្យស្រួលភ្នែកផងអូហូព្រឹកនេះ ព្រះអង្គមានជីវិតយូរអង្វែងជីវិតយូរអង្វែងជីវិតយូរអង្វែងសូមឲ្យអ្នកទាំងអស់គ្នាឡើងឈរ ខ្ញុំបាននិយាយមុននេះថាអ្នកណាអាចបំបាក់អំណាចកូនស្រីព្រះអង្គនៃពេលវេអ្នកនោះនឹងក្លាយជាព្រះអង្គម្ចាស់រាជទ្រង់ឥឡូវនេះព្រះអង្គម្ចាស់ទី1សៀអានបានបំបាក់អំណាចពេលវេយ៉ាងខ្លាំងហើយព្រះអង្គម្ចាស់រាជទ្រង់សូសេបាវត្រូវបានតាំងជាម្ចាស់រាជទ្រង់ពីជ្វងជាយូរអង្វែងនឹងភ្ជាប់ចិត្តប្រជាជនទាំង4ទេ កូនសូមទទួលព្រះបន្ទូលព្រះអង្គមានព្រះបញ្ញាខ្ពស់ ព្រះនាងនេះមិនអាចក្លាយជាពាសកលរបស់ព្រះអង្គម្ចាស់ដែលគ្មានប្រយោជន៍ទេខ្ញុំទើបដឹងថាអ្នកចាញ់ត្រូវបានធ្វើជាព្រះអង្គម្ចាស់នៃវាជន ព្រះអង្គម្ចាស់រាជទ្រង់តាខ្យាមានអ្វីពិសេសខ្ញុំជាកូនស្រីវេត្រូវក្លាយជាភពនារីនៅក្បែរព្រះអង្គមនុស្សនឹងគិតដូចម្ដេចចំពោះវេនឹងខ្ញុំ តែឥឡូវនេះវិមាននេះត្រូវបានយោធាព្រះអង្គម្ចាស់រាជទ្រង់តាខ្យាវាជុំវិញរួចហើយ មានរឿងអ្វីនិយាយឲ្យលឿនខ្ញុំមានយុទ្ធសាស្ត្រមួយ តើយើងធ្វើតាមនេះមែនទេ ពិតព្រះអង្គដ៏ចម្រើនព្រះអង្គពិតជាបានឡើងសោយរាជមែន ហឹមនេះមិនអាចបញ្ជាក់បានទេពិតប្រាកដមិនមែនคล้ายទេ ហឹមតាមានអ្វីទៅនៅក្នុងចិត្តនៅតែគិតអំពីប្អូនប្រុសទី2របស់ខ្ញុំទៀត កូនភពនារីមិនហ៊ានទេពីពេលនេះកូនភពនារីជាមនុស្សព្រះអង្គម្ចាស់រាជទ្រង់ស្លាប់ក៏ជាអ្នកស្លាប់ព្រះអង្គម្ចាស់រាជទ្រង់ ស្មោះត្រង់ណាស់តែខ្ញុំមិនចូលចិត្តរូបរាងបែបនេះរបស់អ្នកឥឡូវទេ ហឹមអ្នកកុំគិតថាខ្ញុំស្រួលប៉ុន្មានការដែលខ្ញុំទៅជាមួយអ្នកគឺជាសំណាងរបស់អ្នកហើយ អញ្ចឹងហើយត្រូវហើយនេះហើយជារសជាតិដើមព្រះអង្គម្ចាស់រាជទ្រង់ អាក្រក់ហើយអ្នកមានន័យថាដេញឆែព្រះនាងកូនស្រីនៃពេលវេបានយកថ្នាំដាក់ជូនព្រះអង្គម្ចាស់ និយាយថាអាចធ្វើឲ្យព្រះអង្គម្ចាស់រស់យូរមិនចាស់ថ្នាំអមតៈនោះមើលទៅជាថ្នាំពោច្បាស់គាត់ចង់ពោសម្រាប់ព្រះបិតារបស់ខ្ញុំឥឡូវនេះមិនអាចឲ្យព្រះអង្គចាស់នោះស្លាប់បានទេបើគាត់ស្លាប់ខ្ញុំជាម្ចាស់រាជទ្រង់នេះមិនមែនមានអ្វីទេស្ដេចស្រីនៅជិតមាត់ក៏ត្រូវគាត់គ្រប់គ្រងស្វាងអែទៅជួយខ្ញុំរៀបចំអីវ៉ាន់ខ្លះទៅកាន់វងកាខេង ព្រះអង្គម្ចាស់ព្រះបិតារបស់ខ្ញុំយកចិត្តកូនស្រីដោយយកថ្នាំអមតៈ 20000 នេះដើម្បីបដូរឲ្យមានសេរីភាពដល់មិនយូរសូមព្រះអង្គម្ចាស់ពិនិត្យមើលត្រឹមត្រូវ ស្រមក ព្រះនាងកូនស្រីមិនមែនកំពុងសើចសម្ដីថាប្រទេសដាក្សានេះគ្មានអ្នកឬបើថ្នាំរបស់អ្នកអាចធ្វើឲ្យមនុស្សរស់យូរមិនចាស់បានហើយហេតុអ្វីអ្នកមិនយកទៅជូនព្រះបិតារបស់អ្នកដើម្បីឲ្យគាត់រស់យូររហូតដល់100ឆ្នាំទេសូមព្រះអង្គម្ចាស់ពិនិត្យមើលផងព្រះអង្គម្ចាស់ ព្រះបិតារបស់ខ្ញុំនិងខ្ញុំស្រឡាញ់គ្នាខ្លាំងមិនអាចទ្រាំនឹងការរស់នៅបែកគ្នាទេហេតុនេះហើយបានយកថ្នាំអមតៈនេះមកបដូរឲ្យមិនយូរមានសេរីភាព បើជាយ៉ាងនេះហើយមហាវីរបុរសហេតុអ្វីមិនសុំព្រះរាជាណាចក្រទូលជាព្រះអង្គម្ចាស់ទេខ្ញុំសន្យាព្រះបិតានិងកូនស្រីអ្នកនឹងរស់ប្រចាំថ្ងៃដោយសុភមង្គលមានអាហារល្អសម្លៀកបំពាក់ល្អអាចជួបគ្នារៀងរាល់ថ្ងៃជាព្រះមហាក្សត្រមិនអាចសម្រេចចិត្តដោយខ្លួនឯងទេសូមព្រះអង្គម្ចាស់យកស្របផងប្រសិនបើព្រះអង្គម្ចាស់មិនជឿអាចបង្ហាញថាថ្នាំនេះពិតជាថ្នាំអមតៈបង្ហាញដូចម្ដេច យកមក ហេតុអ្វីក្រអូបខ្លាំងប៉ុណ្ណេះ ក្រអូបខ្លាំងប៉ុណ្ណេះនេះជាសុខមួយព្រះអង្គម្ចាស់តូប៉ាដាវិនគឺជាសមាជិកក្រុមប្រតិភូរបស់ខ្ញុំដែលបានស្លាប់ដោយជំងឺកាលពីម្សិលមិញបើអាចបញ្ជាក់ថាគាត់ជាសមាជិកក្រុមប្រតិភូ រុកគ្នាហៅថាគាត់ជាសភើយស្លាប់ហើយមិនអាចរស់ឡើងវិញទេតើអ្នកយកស្មុកធ្វើអ្វីសូមព្រះអង្គម្ចាស់មើល
ខ្ញុំរួចឡើងវិញហើយ ខ្ញុំរួចឡើងវិញហើយ ហាវាបានរអើមកពីនេះគឺសម័យទំនើបហើយអ៊ូយ៉ានេះមិនជាការរស់ឡើងវិញពីស្លាប់ការរស់យូរមិនស្លាប់នេះប្រហែលជាពិតមែនពេលនាងពិតជាចង់បរិច្ចាគថ្នាំអមតៈនេះដល់ខ្ញុំមែនទេសូមព្រះអង្គគំចាស់មេត្តាដកសេចក្តីសម្រេចវិញដើម្បីឲ្យខ្ញុំអាចរីករាយជាមួយឪពុករបស់ខ្ញុំ ល្អព្រះអង្គនឹងចេញព្រះបញ្ជាឲ្យការភ្នាល់របស់អ្នកជាមួយអាអ៊ឺត្រូវបានលុបចោលអរគុណព្រះអង្គ សេចក្តីសូមរងចាំមុន ព្រះអង្គមិនព្រួយថាព្រះបិតាជាស្ដេចនឹងរស់យូរទេដូច្នេះព្រះអង្គនឹងត្រូវជាព្រះអង្គម្ចាស់រាជទ្រង់ជានិច្ច ត្រឹមត្រូវហើយបងព្រះបតាអ្នកមានជីវិតយូររហូតមិនសប្បាយចិត្តទេព្រះបតាប្រសិនបើអាចរស់យូរមិនស្លាប់បានកូនក៏សប្បាយចិត្តដែរតែប៉ុណ្ណោះខ្ញុំមានអារម្មណ៍ថាអស់គ្នាមានអ្វីមួយមិនប្រក្រតីអ្នកនិយាយថាប្រទេសវេរបស់អ្នកអាចផលិតអស់អាយុវែងបានតែហេតុអ្វីប្រទេសវេរបស់អ្នកនៅតែជាប្រទេសព្រៃផ្សៃ ប្រទេសយើងមានគ្រូបង្រៀនសិក្សាស្រាវជ្រាវពាន់ឆ្នាំប្រើធនធានធម្មជាតិគ្រប់យ៉ាងពេក ព្រៃកា អាក្រក់ហើយគេមិនដល់ហើយគេនឹងមិនដឹងថាអស់នេះពិតជាពលទេ បើគ្រូបង្រៀនរបស់អ្នកមានការស្រាវជ្រាវអំពីជីវិតអមតៈខ្លាំងប៉ុណ្ណាហេតុអ្វីបានជាឆ្នាំច្រើនមកនេះមិនដែលឮអំពីអ្វីដែលអស្ចារ្យសោះ អាចធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញតែមិនគួរត្រូវបានគេហៅថាអស្ចារ្យទេ ឲ្យព្រះអង្គខ្ញុំអាចបញ្ជាក់បានថាគាត់ពិតជាស្លាប់ហើយមុននេះហើយក៏មានស្នាមស្លាប់ផងដែរតែពេលផឹកថ្នាំមួយគ្រាប់គាត់វិញរស់ឡើងវិញ វិធីបិទដង្ហើមរបស់តប៉ាវិនគឺជាវិធីសាស្ត្រដែលគ្រូបង្រៀនយើងស្គាល់ខ្ញុំមិនជឿថានរណាមើលឃើញទេ មែនហើយខ្ញុំពិតជារស់ឡើងវិញល្អណាស់បើដូច្នេះខ្ញុំនឹងធ្វើឲ្យគាត់ស្លាប់ម្ដងទៀតឥឡូវនេះមានអ្វីត្រូវនិយាយទៀតទេ បើសិនព្រះបាទដាក្សាមិនចង់រស់អស់អាយុទេនោះខ្ញុំសុខចិត្តធ្វើជាសេវកនារីឬក៏កូនចៅសម្រាប់ព្រះអង្គក៏បាន ឲ្យស្ដាប់ច្រើនអត្រក អ្នកកំពុងធ្វើអ្វី អី មេឃ អត់សំរុំទេ ប្រទេសដាក្សារបស់យើងគោរពសេចក្តីសុចរិតតែបរទេសក៏ហ៊ានប៉ុនប៉ងសម្រាប់ព្រះអាទិទេពព្រះអម្ចាស់សូមព្រះអង្គប្រគល់យោធា5សែនដើម្បីបំបត្តិអំពើអាក្រក់ទាំងអស់ កាត់ពូជត្រកូលរបស់គាត់ចោលហើយបំផ្លាញសម្ដីដ៏អស្ចារ្យរបស់គាត់ កាត់ត្រកូលរបស់ពួកគេហើយបំផ្លាញពាក្យដ៏អស្ចារ្យរបស់ពួកគេចាត់បន្ថយពូជសាសន៍ពួកគេបំផ្លាញពាក្យសម្រាប់ពួកគេ ព្រះអម្ចាស់ខ្ញុំក៏ត្រូវបានលោកគ្រូសោកបបបញ្ឆោតរឿងនេះប្រទេសវេយើងនឹងផ្ដល់ការបញ្យល់ដល់គូឲ្យពេញចិត្តមួយទៅព្រះអង្គជាជាបង្ខាន ហើយរក្សាព្រះអង្គគុំហាខ្សឹបប្រសើរឲ្យបានល្អប្រសិនបើមិនអាចធ្វើឲ្យខ្ញុំពេញចិត្តបានទេប្រទេសវេក៏ទទួលកំហឹងយោធា5លាននាក់ពីប្រទេសដាក្សា ព្រះនាងឃើញជាសត្វព្រៃក្នុងពិភព virtual MM ព្រះអង្គមនុស្សមកដល់ហើយ ខ្ញុំបាទឬខ្ញុំស្រីតូប៉ាប់មិនយូតសូមគោរពជួបព្រះអង្គរូបរាងនេះមើលទៅស្រស់ស្អាតណាស់តែតើអាកប្បកិរិយានេះដែរទេ ផ្ញើឲ្យអ្នកហើយ អរគុណព្រះអង្គទៅព្រះអង្គ អ្នកធ្វើដូចម្តេចបាន ព្រះអង្គពេញចិត្តទេ បងដៅចេញ ពេញចិត្តខ្លាំងណាស់ នៅតែឈរអង្គុយអីទៅហើយមិនទៅថែរក្សាព្រះអង្គឆាប់ទេ ចៅ
ព្រះអង្គមិនស្របទេ អ្នកអត់ជាខ្លាំងណាស់ខ្ញុំចូលចិត្តម៉ែប៉ាបន្ទាប់ពីបងប្រុសបានកាន់តំណែងរាជបុត្រមន្ត្រីជាច្រើនក្នុងរាជដំណាក់កាលបានលើកស្ទួយគាត់ទៅហើយតើម៉ែប៉ានឹងរងចាំរហូតដល់ពេលណាទៀត ហើយអីទៅពួកនោះគ្រាន់តែជាអ្នកបែបបង្វែរតាមខ្យល់ប៉ុណ្ណោះមានដំណឹងអ្វីពីពូវីទេ ពួកគេគ្រាន់តែខ្លាចប៉ុណ្ណោះបន្ទាប់ពីព្រះនាងស្ត្រីត្រូវបានបងប្រុសយកធ្វើជាភរិយាគ្មានប្រតិកម្មអ្វីសោះ អ្នកកុំមើលងាយពួកជនជាតិផ្សេងទេពួកគេមិនអាចទ្រាំនឹងការប្រមាថនេះទេទុកឲ្យដាវនឹងព្រួញហោះមួយរយៈហើយយកព្រះនាងមកធ្វើជាអ្នកបម្រើហាំសៀសអានមិនទាន់សមស្របទេ ពំបែក ស៊ុំរីកាដល់ព្រះមហាក្សត្រពេលវាយកយោធា21នាក់មកច្រកយោយមុនស្រ័យថាប្រសិនមិនដោះលែងព្រះនាងវិញនឹងបំផ្លាញច្រកយោយមុនអស់ស្រង់អ៊ូតអាងមិនគោរពសោះតើកូនតូចនោះហ៊ានធ្វើបែបនេះមែនទេពិតជាអ៊ូតអាងខ្លាំងណាស់ហាប្រកួតប្រជែងក៏បានដែរនេះហើយនឹងហៅថាចិត្តស្មោះរបស់ពេលវេព្រះអង្គទាំងអស់គិតយ៉ាងដូចម្ដេចសម្រាប់ជនព្រៃផ្សៃប៉ុណ្ណោះសៀវភៅធំក៏មិនទទួលស្គាល់ទេមហាក្សត្រប្រកាសបញ្ជានឹងធ្វើឲ្យពួកគេមកមិនអាចត្រឡប់វិញមិនបានទេប្រទេសដាក្សានេះបានឆ្លងកាត់សង្គ្រាមយូរមកហើយទើបតែទទួលបានសន្តិភាពវិញតែអាចឲ្យមានសង្គ្រាមឡើងវិញទេត្រឹមត្រូវពេលវេមានកងទ័ពល្បីឈ្មោះយ៉ាងណាក៏ដោយតាមយោបល់ខ្ញុំបាទគួរឲ្យព្រះអង្គធំដោះលែងព្រះនាងវិញឲ្យដើម្បីរក្សាសន្តិភាពនៅច្រកយោយមុនលោកម្ចាស់វងនិយាយត្រូវព្រះអង្គបាននាំនាងទៅលេងនៅផ្ទះរបស់ព្រះអង្គបានច្រើនថ្ងៃហើយទោះបីលើយកទៅដោះលែងវិញក៏មិនខាត់អីទេផ្ទុយទៅវិញទៀតថែមទាំងចំណេញបន្តិចផងនេះហើយជាពលរដ្ឋរបស់ខ្ញុំយ៉ាក5បទភ្លេងមួយយ៉ាស្តាវើនិយាយថាខ្ញុំបានចាប់ផ្ដើម Scribbler Surfing ច្រកទើបតែឆ្លងកាត់ពិត Ogradary Clean ខាងបើកហូតើគេនិយាយយ៉ាងដូចម្ដេចនាងជាព្រះនាងកូនស្រីខ្សាត់ពីពេវេតែប៉ុន្តែបានមកលេងនៅផ្ទះកូនប្រុសរបស់ខ្ញុំយ៉ាងសប្បាយរហូតភ្លេចស្រុកកំណើតមិនចង់ត្រឡប់ទៅវិញទេថែមទាំងគ្រាន់តែត្រូវការយោធា20,000នាក់ក៏អាចធ្វើអ្វីក៏បានគាត់យកប្រទេសដាក្សារបស់យើងធ្វើអ្វីទៅសូមព្រះអង្គប្រុងប្រយ័ត្នពាក្យសម្ដីយើងពេវេចេញធីងវាងឈរនៅក្រៅច្រកទ្វារព្រះរាជវាំងគ្រាន់តែសម្រាប់ស្ត្រីម្នាក់ប៉ុណ្ណោះតែហេតុអ្វីបានជាឥឡូវនេះគេត្រូវការអ្វីក៏បានទាំងអស់លុះត្រាតែព្រះអង្គមិនអាចបោះបង់សម្រស់របស់ព្រះនាងកូនស្រីពេវេនេះបានទេមិនខុសទេខ្ញុំមែនជាមិនអាចបោះបង់បានសម្រាប់ស្ត្រីតែម្ដងនេះព្រះអង្គបានបោះបង់មនុស្សម្នាក់ដើម្បីអាចរក្សាជីវិតយោធាច្រើនម៉ឺននាក់របស់យើងបានមិនថាព្រះអង្គអាចបោះបង់ឬមិនអាចបោះបង់ក៏ដោយជាព្រះរាជបុត្រព្រះអង្គត្រូវតែបោះបង់ល្អបើសិនជាខ្ញុំជាព្រះរាជបុត្រនេះចូលចិត្តកូនស្រីរបស់អ្នកដើម្បីជៀសវាងសង្គ្រាមតើអ្នកក៏ព្រមផ្ញើកូនស្រីអ្នកមកផ្ទះខ្ញុំឲ្យខ្ញុំដេកកំដរៃដែរឬទេតើពេលណាដែលអ្នកខ្លាយជាភាសាមុតស្រួចហើយមិនទៅឥឡូវនេះមិនព្រមហើយឬតើកាយសម្ទានេះអាចកាត់បន្ថយបានដោយរបៀបណាហើយអ្វីមិនអាចនិយាយគ្នាបានការឲ្យស៊ុនកូនស្រីប្រឡប់ទៅវិញគ្រាន់តែជាអាណិតមួយប៉ុណ្ណោះនាងប្រើកងទ័ពបៃវេ12លានអ្នកគ្រាន់តែចង់មើលអាកប្បកិរិយារបស់យើងប៉ុណ្ណោះដូចជាសត្វនៅលើវាលស្មៅបើអ្នកធ្វើមិនប្រុងប្រយ័ត្នសោះគេនឹងលោតចូលមកភ្លាមហើយស៊ីសាច់អ្នកមួយចំណិតពុកប៉ាបើអាចបានខ្ញុំចង់ពាក់សពឲ្យយកចូលសង្គ្រាមឲ្យពួកគេឃើញអំណាចដ៏ខ្លាំងក្លារបស់ដាក្សាល្អណាស់សូម្បីតែព្រះអង្គក៏ដឹងថាសង្គ្រាមនេះមិនអាចជៀសវាងបានទេតែត្រចៀកវិញស្រមៃខ្លីពេកតែសេចក្តីស្រឡាញ់ប៉ុន្មានឆ្នាំនេះបានធ្វើឲ្យបាត់អំណាចដ៏មមួនរបស់អ្នកឬមីឈម៉ៃព្រះម្ចាស់3សែនកងទ័ពតើហេតុអ្វីបានជាត្រូវការច្រើនដល់តែ3សែនតើកងទ័ពក្រោមការដឹកនាំរបស់លោកយាយជាងជីនទាំងអស់គ្នាគ្រាន់តែជាក្រុមមនុស្សស៊ីស្រាស៊ីបាយមែនទេអ្នកទាំងអស់គ្នាមើលទីតាំងដែលបានជ្រើសដោយស្ថានភាពល្អទាំងអាកាសធាតុនិងទីតាំងល្អតើហេតុអ្វីបានជាអ្នកត្រូវការកងទ័ព3សែននាក់ពួកយើងមិនមែនជាមនុស្សក្រោមការគ្រប់គ្រងខ្ញុំទេទាំងអស់គ្នាមិនមែនជាមនុស្សស៊ីស្រាស៊ីបាយទេវាជារថយន្តសង្គ្រាមដែលក្មេងបរទេសបង្កើតចំណែកប្រទេសដាក្សានៅរយៈពេលចុងក្រោយនេះពឹងផ្អែកលើការប្រើប្រាស់ប្រជាជនជាអ្នកធ្វើការងារដូច្នេះឧបករណ៍សង្គ្រាមរបស់យើងខុសគ្នាឆ្ងាយពេកគេថារថយន្តសង្គ្រាមនេះអាចវាយប្រហារចម្ងាយបាន500ជំហានហើយក៏អាចវាយប្រហារពីចម្ងាយឲ្យស្រូវបានផងដែរ
កងធំធារបស់យើងនៅដាក់សានេះមានតែអ្នកបាញ់ធ្នូដែលអាចបាញ់បានចម្ងាយ200ជំហានប៉ុណ្ណោះមិនអាចបាញ់ដល់សត្រូវទេដូច្នេះហើយទេដែលមានកម្លាំងបែបនេះ មិនចម្លែកទេដែលយោធាច្រើនរបស់ត្រូវបានខុលមិនសាងសង់ទាំងអស់ បើមើលទៅបែបនេះកងទ័ព300,000អ្នកគ្រាន់តែអាចប្រើប្រាស់បានត្រឹមការពារតែច្រកមួយប៉ុណ្ណោះទៀតទេគុំនិយាយអំពីការចេញទៅប្រយុទ្ធជាមួយស្ត្រូវ300,000អ្នកច្រើនពេកហើយបើមានតែ10,000អ្នកតើមានយុទ្ធសាស្ត្រអ្វីល្អទេស្រមុខបង្ហាក់សត្រងតែហេតុអ្វីបានជាញាក់សាយដូច្នោះមែនទេថាយោធាដាក់សារបស់យើងចាញ់សង្គ្រាមបង្ហាក់សត្រងមើលទៅសប្បាយចិត្តណាស់លោកឧត្តមសេនីយ៍លៀងបើខ្ញុំមានអាវុធតើកងទ័ព10,000អ្នកយ៉ាងដូចម្ដេចគុំគិតថាបើអាចដោះស្រាយបញ្ហាអាវុធបានទោះបីមានតែ50,000អ្នកក៏ដោយខ្ញុំក៏អាចបំបែកច្រកបានដែរហើយធ្វើឲ្យក្រុមស្ត្រូវទាំងនេះដូចសត្វឆ្កែល្អហើយព្រះបតាខ្ញុំគ្រាន់តែសើចប៉ុណ្ណោះពួកគេហាក់ដូចភ្លេចថាខ្ញុំមានអាវុធមួយទៀតទោះបីរថយន្តសង្គ្រាមមានអំណាចយ៉ាងណាក៏មិនអាចប្រៀបបាននឹងកាបូបផ្ទុះរបស់ខ្ញុំទេមនុស្សទាំងអស់គ្នាឲ្យយើងធ្វើដូចម្ដេចបានភ្លេចអំពីកាបូបផ្ទុះដែលព្រះអង្គម្ចាស់រាជបុត្របានស្រាវជ្រាវកាបូបផ្ទុះនោះសូម្បីតែធុងដៃធំក៏អាចទោះវាក់បែកបានដែរបើផ្ទុះរថយន្តសង្គ្រាមវិញក៏មិនមានបញ្ហាទេទោះបីជាកាបូបផ្ទុះនេះមានអំណាចខ្លាំងក្លាដល់ម្ដងក៏ដោយតើតាអ្នកនឹងយកកាបូបផ្ទុះនេះទៅដល់មុខជើងទឹកសត្រូវយ៉ាងដូចម្ដេចមានកម្លាំងប៉ុន្តែអាសត្រូវក៏នឹងការពារយ៉ាងតឹងរឹងដែរតើអ្នកនឹងបំបីការពារនោះយ៉ាងដូចម្ដេចឋានទៀតផងអាកាសធាតុស្ងួតណាស់ប្រសិនបើកាបូបផ្ទុះនេះផ្ទុះដោយស្វ័យប្រវត្តិខ្ញុំសង្ឃឹមថាអាចមិនចាំបាច់ប្រយុទ្ធផងដែរប្រហែលជាអស់តបនឹងមេបញ្ជាការតាំងពីមុនហើយមែនហើយកាបូបផ្ទុះនោះខ្លាំងពិតមែនតែអាចបាញ់បានត្រឹមចម្ងាយ50ជំហានប៉ុណ្ណោះឲ្យយ៉ាងនេះតើធ្វើដូចម្ដេចបានដែរប្រសិនបើយើងប្រើម៉ាស៊ីនបោះថ្មីបំផុតរបស់វិទ្យាស្ថាន V5 អាចបោះបានចម្ងាយប្រហែល300ជំហានប៉ុន្តែវានៅឆ្ងាយពីយន្តសង្គ្រាមជាង200ជំហានទៀតប្រសិនបើខ្ញុំប្រាប់ថាអាវុធរបស់ខ្ញុំអាចបាញ់ឆ្ងាយជាងរថយន្តសង្គ្រាមនោះតើអ្នកជឿទេមិនអាចជឿបានទេដោយសារតែគ្មានអាវុធបែបនេះឡើយវងទី2នឹងព្រមភ្នាល់ម្ដងទៀតទេនរណាចង់ភ្នាល់ជាមួយអ្នកទោះបីជាចម្ងាយវាប្រហែលច្រើនជាងរថយន្តសង្គ្រាមផងដែរការដឹកជញ្ជូនក៏ជាបញ្ហាមួយដែរនោះគុំឲ្យអ្នកបារម្ភទេមានវិធីហើយហេតុអ្វីមិនប្រាប់ឲ្យឆាប់ទៅឪពុកម្ចាស់ក្សត្រគំនូនោះមានស្រាប់នៅក្នុងចិត្តកូនហើយប៉ុន្តែទើបតែគ្មានផលិតចេញមកទេនៅមិនទាន់ផលិតចេញមកទេនេះមិនស្មើនឹងថាព្រះអង្គមហាក្សត្រតូចនៅតែដូចមុនមិនសូវយកចិត្តទុកដាក់និយាយទេព្រះអង្គមហាក្សត្រតូចតើត្រូវការពេលប៉ុន្មានថ្ងៃដើម្បីផលិតបានមួយថ្ងៃបានឬថាឪពុកអ្នកប្រមូលយោធា20,000នាក់ដើម្បីមកជួយអ្នកចេញទៅសម្ដេចព្រះបរមរតនកោដ្ឋខ្ញុំមិនដឹងអ្វីសោះទេខ្ញុំក៏មិនបាននិយាយអ្វីទេហើយអ្វីអ្នកត្រូវតែតានតឹងបែបនោះឪពុកអ្នកបោះបង់កម្លាំងសង្គ្រាមបែបនោះខ្ញុំកាន់តែរីករាយទៀតហើយតែហេតុអ្វីខ្ញុំត្រូវតែបន្ទោសអ្នកគ្រាន់តែចង់យកការប្រាក់បន្តិចបន្តួចប៉ុណ្ណោះអូតើអាវុធរបស់ព្រះអង្គមហាក្សត្រតូចផលិតដល់ណាហើយព្រះអង្គមហាក្សត្រតូចកំពុងធ្វើអ្វីសម្ដេចថៃស៊ីទោះបីជាព្រះនាងកូនស្រីព្រះអង្គក៏ដោយអីមនុស្សដែលមិនអាចជួយអ្វីបានសោះសម្ដេចថៃស៊ីរបស់យើងមានអំណាចខ្លាំងណាស់ឲ្យយើងអង្គុយស្ងៀមស្ងាត់នៅទីនេះក្រោមថ្ងៃដោយរងចាំព្រះអង្គមួយព្រឹកមកហើយខ្ញុំបានឮថាព្រះអង្គមហាក្សត្រតូចទើបចេញពីសាលាភ្លាមទៅរកព្រះនាងកូនស្រីព្រះអង្គក៏ដោយខ្ញុំមើលទៅប្រហែលជាព្រះអង្គត្រូវសត្វក្រពើនោះបបបញ្ឆោតដោយអាវុធថ្មីមួយទៀតហើយតើមាននរណាមិនយល់ដូច្នេះទេប្រទេសអាចផ្លាស់ប្ដូរបានតែសំណប់ចិត្តមនុស្សពិបាកផ្លាស់ប្ដូរណាស់ព្រះអង្គគឺជាមនុស្សស្រឡាញ់លេងសេះប្រកួតប្រជែងស្រឡាញ់ផឹកស្រឡាញ់ស្រីនិងល្បែងស៊ីសងតើអាចសង្ឃឹមអ្វីពីព្រះអង្គក្នុងការស្រាវជ្រាវអាវុធថ្មីបានទេព្រះបតាព្រះអង្គកូនសូមប្តឹងបងធំប្តឹងអ្វីប្តឹងអ៊ូអ្វីមានតែអ្នកប៉ុណ្ណោះដែលមួយថ្ងៃមាត់មិនស្ងាត់សោះអញ្ចឹងឈប់សិនបន្តិចបានទេខ្ញុំសូមបង្ហាញឲ្យអ្នកទាំងអស់គ្នាឃើញអំពីភាពអស្ចារ្យនៃបច្ចេកវិទ្យាបន្តិចជូហុងនេះគឺជាថ្នោតធំដែលកូនបង្កើតអាចបាញ់បានជំងឺពាន់ជំហានបង្ហាញឲ្យឆាប់ទៅ
លេខាធិការនេះហើយជាសិល្បៈគុំខ្ញុំមានសមត្ថភាពដល់ថ្នាក់នេះព្រះបតាតាមមើលទៅយ៉ាងដូចមិនដេចមើលទៅមានអំណាចខ្លាំងណាស់តែអ្វីមើលបន្តិចហឹមលោកលីសូមគុំបារម្ភគ្រាប់បែកនេះត្រូវការឧបករណ៍ពិសេសមួយទើបអាចផ្ទុះបានមានសុវត្ថិភាពខ្លាំងណាស់ពិតព្រះអង្គដ៏ចម្រើនអ្នកមានទេពកោសល្យយ៉ាងនេះជាមួយនឹងរឿងនេះខ្ញុំអាចឈានដល់ជើងមេឃអុញដុតខ្ញុំស្លាប់ហេក្នុងករណីនោះវាជាការសំហេតុផលដែលត្រូវទៅខាងជើងដើម្បីវីលោកវាមិនសំខាន់ទេសូមព្រះរាជាគង់យូរឬអង្គដាជីបានបង្ហាញអាវុធមានសេចក្តីខិតខំប្រឹងប្រែងចង់បានរង្វាន់អ្វីព្រះបតាព្រះអង្គជាអ្នកសម្រេចដូច្នេះសូមប្រទានប្រាក់ 5000 លាននិងអំណោយអាហារ 1000 ដើម្បីឲ្យគុណចំពោះព្រះបតាមិនអាចទេព្រះអង្គតំបន់កណ្ដាលប្រទេសកំពុងប្រឈមហន្តរាយធំហើយក៏មានសង្គ្រាមកំពុងកើតឡើងផងដែរទុននឹងអាហារទាំងនេះគឺជាអ្វីដែលតំបន់ប្រឈមហន្តរាយត្រូវការជាខ្លាំងសូម្បីតែអាហារសម្រាប់យោធាក៏កំពុងតែរកបានលំបាកហេតុអ្វីក៏នៅមានអំណោយលើសម្រាប់ព្រះអង្គទៀតអ្នកកំពុងធ្វើអាក្រក់ហើយប្រទេសដ៏ធំធេងរបស់យើងមិនអាចរកអំណោយសម្រាប់ប្រទានបានទៅឥឡូវហើយបន្ទាប់ពីករណីនេះហើយប្រហែលជាអ្នកក្រហមនោះពិតជាមិនអាចយកអ្វីបានទៀតទេយាយចិនផ្លែលៀននេះអាម៉ៅសូមផ្ដល់ឲ្យលោកតិចខ្ញុំនឹងរងចាំពួកខ្ញុំលោកលីនិយាយត្រឹមត្រូវពេលកងទ័ពចេញដំណើរអាហារយោធាគឺសំខាន់ជាងគេគុណមិនចាំបាច់ទទួលអំណោយកិច្ចការយោធាគឺជាការសំខាន់ជាងគេឧត្តមសេនីយ៍លៀងថ្នាក់ទី2បានត្រឡប់មកវិញព្រះអង្គយ៉ាងណាក៏នឹងផ្ដល់រង្វាន់ឲ្យអ្នកអគុណពុកតែសំណើរបស់លោកលីវិញបានរំលឹកខ្ញុំថាមុនពេលយោធាចេញដំណើរត្រូវត្រៀមអាហារជាមុនសិនតើមានអ្នកណាចង់ចូលរួមរៀបចំផ្គត់ផ្គង់អាហារយោធាដែរតំបន់កណ្ដាលមនុស្ស300ថ្ងៃហើយមិនបានបរិភោគអាហារត្រឹមត្រូវទេតើខ្ញុំយកអាហារបន្ថែមទៅធ្វើអាហារយោធាសង្គ្រាមនេះមិនគួរចាប់ផ្ដើមឡើយសូមរាយការណ៍ពុកបើសិនជាបងធំជាអ្នកផ្ដួចផ្ដើមសង្គ្រាមនោះគួរឲ្យបងធំទៅរៀបចំផ្គត់ផ្គង់អាហារយោធាសំបីតែព្រះអង្គូនប្រុសធំក៏មិនអាចដោះស្រាយបានទេពេលមកដល់សំបីស្លាប់ក៏មិនដឹងថាស្លាប់ដោយហេតុអ្វីផងឥឡូវនេះមន្ត្រីទាំងអស់ក៏មិនចង់ទទួលបន្ទុកនេះទេប្រសិនបើព្រះអង្គូនប្រុសធំក៏មិនចង់នោះព្រះអង្គខ្ញុំត្រូវបញ្ជាក់ផ្ទាល់ពុកកូនសុខចិត្តទៅរៀបចំផ្គត់ផ្គង់អាហារយោធាតើពុកដឹងទេថាការរៀបចំផ្គត់ផ្គង់អាហារយោធានេះជាការធំមួយបើមិនអាចរៀបចំអាហារយោធាបានតាមពេលវេលានោះត្រូវកាត់ក្បាលកូនសុខចិត្តប្រាជ្ញាធ្វើតាមព្រះបញ្ជានឹងឆៃអិនពិតជាខូចក្បាលខ្ញុំគិតថាពេលនេះគាត់ទើបដឹងរឿងធ្វើឲ្យគាត់មើលមិនច្បាស់ពីខ្លួនឯងទេគាត់និយាយថាចង់ទៅតំបន់គ្រោះមហន្តរាយដើម្បីរៀបចំអាហារយោធាបើគាត់គិតបានបែបនោះក៏ឲ្យគាត់គិតទៅសូម្បីតែពួកគាត់អាចរកអាហារយោធាបានតើមានអ្វីទៅតំបន់ហ្គួនឆងគឺជាដែនដីរបស់គ្រួសារឡើយយើងខ្ញុំគំនិតល្អពេលរសៀលនេះខ្ញុំនឹងផ្សាយថាគាត់ទៅតំបន់គ្រោះមហន្តរាយរៀបចំអាហារយោធាដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះគាត់កុំបង្ហាញឲ្យគេដឹងទេត្រូវបង្ហាញតែសកម្មភាពល្អរបស់ពួកគេបោះឲ្យគាត់អួតអាងទៅបន្ទាប់មកគាត់នឹងត្រឡប់មកវិញដោយអស់កម្លាំងម្ដាយស្ត្រីឆ្លាតវៃមែនស្វាមីតាអ្នកធ្វើដូចម្ដេចបានព្រមរៀបចំអាហារយោធាប្រជាពលរដ្ឋនៅទីនោះស្ទើរតែមិនគ្រប់បរិបូរមកទាំងអាហារនិងសម្លៀកបំពាក់ទេតើនៅមានអ្វីសល់ឲ្យអ្នករៀបចំទៀតកុំបារម្ភអីទេស្វាមីអ្នកមិនដែលធ្វើរឿងដែលខ្លួនមិនប្រក្រតីទេសូមស្វាគមន៍សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរលែងប្រុសដូចអ្នកអាចយល់ពីការសង្គ្រោះគ្រោះមហន្តរាយដោយរបៀបណាអ្នកគឺជាហើយអ្វីអ្នកសំបីតែខ្ញុំក៏មិនស្គាល់ទេមិនមែនថាអ្នកចង់ធ្វើមិនស្គាល់ខ្ញុំទេនៅមុខអ្នកមិនចង់បង្ហាញមុខតើពេលណាអ្នកមិនបង្ហាញមុខទេអីមុខនេះអ្នកក៏មានភរិយាដែលមិនទាន់រៀបការដែរតែប៉ុន្តែមានតែការសន្យារៀបការប៉ុន្តែមិនទាន់បានជួបមុខគ្នាបើសិនជាពេលក្រោយទៅយកស្រីម្នាក់ដែលមិនសូវស្អាតមកវិញនោះវានឹងពិបាកដោះស្រាយណាស់អ្នកណាហ៊ានឧត្តមសេនាបតីហ៊ានដែរតើឧត្តមសេនាបតីមានរូបរាងយ៉ាងដូចម្ដេចគុណស្រីរបស់គាត់អាចជាស្រីស្អាតមែនទេបើមិនមែនតើត្រូវធ្វើដូចម្ដេចប្រសិនបើខ្ញុំទៅជួយអ្នកហាលគាត់ចេញមកឲ្យម្ចាស់រាជបុត្រមើលម្ដងល្អជាងល្អទៅរហូតទៅ
មកជួបផឹកមួយពេងទៀត អីទៅខ្ញុំនឹងជួយស្ដាប់អ្នកឡើងក្រែប្រកាសយឺត ស្រីស្អាតដូចនេះវិញខ្លាយជាភរិយាមិនតាន់រៀបការរបស់ខ្ញុំហាមិនខ្វល់ទេខ្ញុំទប់ចិត្តមិនបានទេដឹងហើយថាជាភរិយាមិនទាន់រៀបការដែលត្រូវម្ចាស់ដើមបំពេញដោយមិនអាចទ្រាំទ្រការប្រមាថបានសុំមកសុំបោះបង់ការរៀបការដោយខ្លួនឯងស្រីស្អាតដូចនេះវិញបង្កើតបាបមែន